បងប្អូនទាំងអស់គ្នាខ្ញុំគាំទ្រឲ្យបងប្អូនប្រមាថទៅសត្រូវហើយប្រមាថឲ្យមានគុណភាពប្រមាថឲ្យមានគុណភាពទៅប្រមាថយ៉ាងម៉េចខ្ញុំឃើញបងប្អូនមួយចំនួនយកទង់ជាតិថៃទៅប្រមាថសត្រូវហើយខ្ញុំគាំទ្រឲ្យប្រមាថប៉ុន្តែមិនមែនប្រមាថចឹងទេប្រមាថចឹងអត់មានគុណភាពទេហើយប្រមាថរបៀបនេះគឺប៉ះពាល់ដល់ខ្លួនយើងទៀតប្រមាថដែលមានគុណភាពគឺឲ្យសត្រូវឆ្លោះសត្រូវគ្នាឯងដោយការប្រមាថរបស់យើងខ្ញុំបានឮគេប្រាប់ខ្ញុំពីរឿងលោកពូម្នាក់ដែលគាត់ជាបញ្ញវន្តទៅរៀននៅប្រទេសគេហើយនិស្សិតបញ្ញវន្តដែលទៅជាមួយគាត់ហ្នឹងគឺភាគច្រើនជាជនជាតិថៃគ្រូរបស់គាត់សួរថាតើអ្នកឯងមកពីប្រទេសណាហើយលោកពូម្នាក់ហ្នឹងគាត់ឆ្លើយថាគាត់មកពីប្រទេសកម្ពុជាការប្រមាថរបស់គាត់មានគុណភាពហើយគុណភាពកន្លែងណាពេលនោះមាននិស្សិតថៃម្នាក់ដែលរៀនថ្នាក់បណ្ឌិតជាមួយគ្នាជាមួយគាត់ហ្នឹងគេសួរថាចុះប្រទេសកម្ពុជានៅណាគេធ្វើមានការភ្ញាក់ផ្អើលអញ្ចឹងគាត់ជាជនជាតិថៃហើយបើសិនជាយើងទាំងអស់គ្នាពេលដែលគេសួររបៀបប្រមាថយើងអញ្ចឹងយើងឈឺចាប់អត់យើងក្តៅអត់ស្គាល់ប្រទេសកម្ពុជាផងប្រកបជាក្តៅហើយបើតាមការខឹងរបស់យើងគឺយើងប្រមាថទៅសៀមទៅជនជាតិថៃម្នាក់នឹងភ្លាមហើយនៅពេលដែលយើងប្រមាថវាមិនអាល្ងងអាស្អីអញ្ចឹងទៅនៅពេលដែលយើងប្រមាថគ្នាគេអញ្ចឹងថៃមកវងនៅជាមួយគ្នាហ្នឹងគេនឹងស្អប់យើងគេនឹងប្រមូលគ្នាមកស្អប់យើងដែលជាខ្មែរម្នាក់ឯងដែលប្រមាថជនជាតិគេតែពូនឹងគាត់មានវិធីសាស្ត្រមួយគឺប្រមាថតែម្នាក់ហ្នឹងហើយឲ្យមកវងនៅជនជាតិថៃហ្នឹងស្អប់អាមួយហ្នឹងថែមទៅទៀតគាត់ប្រមាថរបៀបម៉េចគាត់និយាយដោយត្រជាក់ថាខ្ញុំដើររៀនច្រើនប្រទេសខ្ញុំជួបជាតិសាសន៍ផ្សេងក្នុងនោះមានជនជាតិថៃដែលជាអ្នកចេះដឹងច្រើនហើយពួកគាត់សុទ្ធតែមានសុជីវធម៌ក្រមសីលធម៌មានចំណេះដឹងសមជាអ្នកដែលមករៀនថ្នាក់បណ្ឌិតជាមួយខ្ញុំប៉ុន្តែខ្ញុំចង់សួរថាតើបងប្រុសដែលជាជនជាតិថៃម្នាក់នេះតើបងប្រុសមករៀនថ្នាក់បណ្ឌិតជាមួយខ្ញុំនេះបានដោយរបៀបណាបើសូម្បីតែបងជាប្រជាជនមួយដែលមានប្រទេសជាប់របងប្រទេសកម្ពុជាជាប់ព្រំដែនប្រទេសកម្ពុជាបងអត់ស្គាល់ថាប្រទេសកម្ពុជានៅឯណាផងអត់តំដឹងថាតើជុំវិញប្រទេសថៃមានប្រទេសអីខ្លះនៅជុំវិញប្រទេសថៃផងជាប់ព្រំដែនប្រទេសណាខ្លះផងតើបងមករៀនថ្នាក់បណ្ឌិតនេះដោយរបៀបណាតើនេះគឺជាការបង្ហាញថាបងគឺជាមនុស្សល្ងងទេហើយជាការបំបាក់មុខប្រជាជាតិថៃទេនៅពេលនោះនិស្សិតថៃទាំងក្រុងបានសម្លឹងទៅមុខបុគ្គលនឹងហើយដោយកំហឹងអ្នកឯងបានធ្វើឲ្យប្រជាជនថៃបាក់មុខនៅក្នុងថ្នាក់រៀនមួយដែលជាថ្នាក់រៀនរបស់បណ្ឌិតអញ្ចឹងការប្រមាថទៅថៃបងប្អូនយកទង់ជាតិថៃទៅប្រមាថបងប្អូនថាខ្ញុំធ្វើអញ្ចឹងខុសអីហើយឃើញបងមកកងទ័ពឈរទៅលើទង់ជាតិថៃផងជាន់ទង់ជាតិថៃលើទង់ជាតិកម្ពុជាគាត់ខុសដែរមែនរូបភាពនេះគឺពីរផ្សេងនេះទង់ជាតិថៃដែលវាកងទ័ពកម្ពុជាជាន់នឹងលើទង់ជាតិកម្ពុជាគឺជាទង់ជាតិថៃដែលទាហានថៃយកមកដោតវាស្មើនឹងទង់ជ័យរបស់ថៃបងវរៈកងទ័ពឈរលើទង់ជ័យរបស់ថៃជាន់ទង់ជ័យថៃលើកទង់ជ័យកម្ពុជាទង់ជាតិកម្ពុជាដែលគាត់លើកគឺជាទង់ជ័យរបស់កម្ពុជាបញ្ជាក់ថាថៃក៏ដោតទង់ជាតិបញ្ជាក់ថាគេមកដល់ដីនេះយកដីនេះបានខ្មែរផ្ដួលទង់ជាតិនឹងលើកទង់ជាតិខ្មែរបញ្ជាក់ថាខ្មែរផ្ដួលអ្នកឯងបានលើកទង់ជាតិកម្ពុជាបាននេះគឺជាមោទនភាពនឹងគេហៅថាគេចែកទៅខ្ញុំផ្លេចបានគេហៅថាម៉េចទេប៉ុន្តែការប្រមាថនេះគឺជាការប្រមាថដ៏ឈឺចាប់របស់កងទ័ពថៃនឹងបំបាក់ស្មារតីកងទ័ពថៃតែបើបងប្អូនជាប្រជាជនសាមញ្ញឃើញបងប្អូនខ្លះតែយកកណាត់ធ្វើជាកណាត់ជុកជើងទង់ជាតិថៃបងប្អូនណាយើងមានយើងតា18លានអ្នក17លានអ្នកទេអញ្ចឹងអ្នកដែលគ្រប់គ្រងចលនានេះនិយាយថា5លានអ្នកចុះដែលអាចទៅទិញអាកណាត់ជុកជើងរបស់សៀមមកបានទង់ជាតិសៀមមកបានតែបើសៀមគេធ្វើដូចយើងអ្នកគ្រប់គ្រងចលនាដែលយកទង់ជាតិខ្មែរទៅធ្វើកណាត់ជុកជើងខ្ញុំថាមិនក្រោម20លានអ្នកទៅ30លានអ្នកទេណាបាទអញ្ចឹងគេច្រើនជាងយើងបានហើយបើសួរថាប្រមាថអ្នកណាជឿជាងយើងជឿជាងបានពួកគេប្រមាថជាងច្រើនជាងអានេះទី1ទី2
បងប្អូនបានដឹងថាការឈ្លានពានមកកម្ពុជាគឺមិនមែនប្រជាជនថៃតែមួយចាំបានទេគឺជាជនជាតិថៃប្រហែលជា40%ប៉ុណ្ណឹងទេនឹងអ្នកនយោបាយថៃនិងទាហានថៃទៅប៉ុណ្ណឹងទេបច្ចុប្បន្ននៅបាងកកគេកំពុងតែបាតកម្មប្រឆាំងសង្គ្រាមនឹងគឺចង់ឲ្យប្រទេសថៃមានសន្តិភាពបាទមិនចង់ឲ្យចំណាយលុយមកវាយកម្ពុជាបាទអញ្ចឹងយើងកំពុងតែឃើញភាពចលាចលនិងឆ្លោះគ្នារវាងប្រជាជនថៃនិងប្រជាជនថៃរវាងប្រជាជនថៃដែលគ្រប់គ្រងសន្តិភាពនិងប្រជាជនថៃដែលគ្រប់គ្រងសង្គ្រាមអ្នកនេះគ្រប់គ្រងសន្តិភាពអ្នកនេះគ្រប់គ្រងសង្គ្រាមអ្នកនេះមិនខ្វល់អីទាំងអស់អញ្ចឹងបងប្អូនយកទុនជាតិថៃមកប្រមាថទាំងមូលគឺប្រមាថទាំងអស់ហ្នឹងហើយអាវុធខ្មែរដែលខ្លាំងជាងគេស្អីគេថៃវាយថៃ70លានអ្នកវាយខ្មែរ7 10លានអ្នកវាយអត់បែកគឺសាមគ្គីភាពនិងឯកភាពជាតិហើយថៃយើងឃើញមានឯកភាពជាតិទេអត់មានទេអត់មានទេបើមិនចឹងមិនខ្ញុំចែក3នេះទេវាមានច្រើននេះតែខ្ញុំនិយាយតែ3ទេអញ្ចឹងបើ70លានអ្នកគេឯកភាពគ្នាបងប្អូនវាយគេបែកបងប្អូនឈ្នះគេបានយើងដល់7លានអ្នកគេវាយបែកចុះបើ70លានអ្នកគេឯកភាពគ្នាបងប្អូនទៅវាយគេដោយរបៀបណាហើយឯកភាពគ្នាដោយសារអីដោយសារនេះពួកនេះអត់ខ្វល់ពីសង្គ្រាមទេពួកនេះគ្រប់គ្រងសន្តិភាពពួកនេះគ្រប់គ្រងសង្គ្រាមពួកនេះក៏មិនខ្វល់អីទាំងអស់ប៉ុន្តែពួកទាំង3នាក់ហ្នឹងគឺជ្រកក្រោមទង់ជាតិតែមួយទេអញ្ចឹងបើយើងប្រមាថគឺប្រមាថថៃទាំងអស់ថៃទាំងអស់ឈឺចាប់គេប្រមូលផ្ដុំសាមគ្គីគ្នាឯកភាពជាតិរបស់គេប្រយ័ត្នគេលែងខ្វល់រឿងអនុទានខូចខលលែងខ្វល់រឿងជីវិតគេងាប់សំខាន់ឲ្យតែកំទេចខ្មែរបានអាច70លានអ្នកមកបងប្អូនចប់បាទមិនមែនការនិយាយបំបាក់ទឹកចិត្តទេខ្មែរយើងវាល្អណាស់ដែលមានឆន្ទៈសាមគ្គីគ្នារួមគ្នាជួយគ្នាគ្រប់កលៈទេសៈប៉ុន្តែបើសៀមគេធ្វើដូចយើងបងប្អូនកុំគិតថាអានឹងធ្វើបានតែយើងសៀមក៏គេធ្វើបានដែរបាទបងប្អូនយកទៅពិចារណាដោយខ្លួនឯងបងប្អូនខឹងខ្ញុំស្អប់ខ្ញុំក៏ថាបានតែខ្ញុំក៏ជាខ្មែរដែរខ្ញុំធ្វើនេះក៏ដើម្បីខ្មែរដែរកុំយកកំហឹងរបស់បងប្អូនទៅជះដាក់អ្នកដែលគេកំពុងតែច្រកមលុបតែគេក្តៅគេចេញពីមលុបនឹងចេញមកគេព្រួតវាយយើងទុកគេអត់ស្នេហ៍ទេអញ្ចឹងនេះគឺជាយោបល់របស់ខ្ញុំសង្ឃឹមថាមិនមែនជាការនិយាយផ្ទាស់ចិត្តបងប្អូនទេតែសូមគិតនិងពិចារណាទាំងអស់គ្នាសូមអរគុណ